មើលកណាត់ដែលត្រង់ដូចផុកជាងចូលចាំរាយហើយក្រុងប៉ោយប៉ែតបើសិនតែអត់ត្រង់វិញដូចមួយដីចឹងមកលមាស់ពេលត្រង់ទៅមួយថ្ងៃលាងម្ដងកុំមើលកណាត់ហើយមើលជាប់នឹងទៅយោដូចដីចឹងអត់ដឹងថាទឹកស្អាតនឹងគេរៀបមិនទេអត់ដឹងទេបាទក្រុងប៉ោយប៉ែតនេះគឺជាករណីទឹកស្អាតនៅទីក្រុងប៉ោយប៉ែតខ្ញុំនឹងមិនដាក់វីដេអូពេញនោះទេដោយសារតែមានការថតជាប់បង្គន់អញ្ចឹងហើយខ្ញុំនឹងដាក់ត្រឹមតែរូបភាពហើយវីដេអូនេះសូមផ្ញើជូនឲ្យអាដាមអុកញ៉ាជំទាវសូមផ្ញើជូនទៅដល់អុកញ៉ាកុកអានផ្ញើជូនជាពិសេសដល់សម្ដេចថ្នាក់ដឹកនាំទាំង3រដ្ឋាភិបាលទាំងមូលតើរដ្ឋាភិបាលសំទោសសមាជិករដ្ឋាភិបាលណាធ្លាប់មកគេងនៅទីក្រុងប៉ោយប៉ែតហើយធ្លាប់មុជទឹកប៉ោយប៉ែតអត់ទេខ្ញុំថាមិនធំទេសមាជិករដ្ឋាភិបាលក៏ដោយសមាជិកព្រឹទ្ធសភាក៏ដោយវាំងក៏ដោយមកចូលដល់ទឹកដីប៉ោយប៉ែតប្រែតទាំងអស់ព្រោះមុជទឹកអញ្ចឹងទៅហើយមើលខាងលើបើខ្ញុំដាក់វីដេអូគេលោកក្អួតងាប់អញ្ចឹងហើយខ្ញុំផ្ញើជូនប៉ុណ្ណឹងអញ្ចឹងបានសម្ដេចហ៊ុនម៉ាណែតអត់ដែលចូលមកទឹកដីប៉ោយប៉ែតព្រះមហាក្សត្រក៏មិនឃើញដែរយាងមកម្ចាស់អគិសនីអុកញ៉ាកុកអានក៏មិនឃើញមកសូមផ្ញើជូនទៅដល់ថ្នាក់ដឹកនាំកន្លែងហ្នឹងមិនកំណែតម្រង់ប្រជាពលរដ្ឋនៅទីនេះសុទ្ធតែជាប្រែតឬយ៉ាងម៉េចព្រោះប្រហែលឆ្នាំទៅហើយខ្ញុំឮសូរថាឲ្យតែហ៊ានផុស Facebook ចាប់តែខ្ញុំមិនច្បាស់ហើយខ្ញុំឮតែគេនិយាយទេប៉ុន្តែមានអ្នកខ្លះទៀតខ្ញុំអ្នកសួរផ្ទាល់តែម្ដងតែបងគាត់បានសុំមិនបញ្ចេញទេដោយសារតែខ្លាចក្តៅក្រហាយព្រោះសម្ដីរបស់គាត់បាននិយាយថាអ្នកដែលផុសហ្នឹងញ៉ៃញ៉ៃគឺផ្ដាច់ចោលតែម្ដងផ្ដាច់ទឹកចោលតែម្ដងសំណាល្អណាស់ដែលផ្ទះខ្ញុំអត់ប្រើទឹកស្អាតគឺខ្ញុំប្រើទឹកធូមនៅប៉ោយប៉ែតដូចគ្នាអញ្ចឹងកុំអីអំបិលទៀតអញ្ចឹងខ្ញុំដាស់តឿនទៅដល់បងទាំងអស់គ្នាបើបងនៅតែរកស៊ីអាជីវកម្មខុសច្បាប់នៅតែទ្រទ្រង់ឧក្រិដ្ឋកម្មទូទាំងក្រុងប៉ោយប៉ែតបងកុំសង្ឃឹមថាតវ៉ារករបស់ល្អពីរដ្ឋាភិបាលបានព្រោះបងអាចគេចាប់ដាក់ពន្ធនាគារបានគ្រប់ពេលគ្មានសិទ្ធអីទៅតវ៉ារករបស់ល្អនោះទេអញ្ចឹងហើយខ្ញុំចង់ឲ្យបងទាំងអស់គ្នាថយចេញឲ្យឆ្ងាយពីឧក្រិដ្ឋកម្មដល់ពេលថ្ងៃណាមួយដែលរឿងទាំងអស់នោះវាសាបអស់ហើយបងមានចំណេះដឹងខ្ពស់អស់ហើយស្រែកតែមួយម៉ាត់ក៏ថ្នាក់លើគាត់អាណិតអាសូរយល់ព្រមដែរដោយសារតែយើងប្រើចំណេះដឹងយើងទៅដោយចំណេះដឹងហើយខ្ញុំវារៀងលើសលួបន្តិចដោយសារតែរឿងខ្ញុំរវាងការស្នើសុំវាផ្សេងគ្នាវាពីរផ្សេងគ្នាតែរវាងបងប្អូននិងរបស់ល្អគឺវារឿងតែមួយជាមួយអក្រិតកម្មជាមួយនឹងឧក្រិដ្ឋកម្មនិយាយចង់ទៅដិតអត់គេងតែ20ថ្ងៃជាងទេបើសិនជាបានដល់2ខែខ្ញុំប្រហែលជាប្រស័យប្រសាទអញ្ចឹងចាប់ពីពេលនេះ content របស់ខ្ញុំគឺធ្វើតែថ្ងៃសៅរ៍អាទិត្យក៏ល្អដែរអូខេអរគុណបងប្អូនទាំងអស់គ្នាបើមានឱកាសខ្ញុំនឹងចុះទៅឆែកទឹកស្អាតនឹងដោយផ្ទាល់បន្ទាប់មកនឹងផ្ញើជូនសម្ដេចថ្នាក់ដឹកនាំអត់មានអ្នកធំផ្កាយ2ផ្កាយ3ណាមកដេកនៅនេះបានទេទៅជាប្រែតអស់តែឥឡូវហ្នឹងបាទអរគុណ